ជំរាបសួរលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នានេះជាការបង្ហាញពីរបៀបចូលគណនេយ្យដើម្បីប្រើប្រាស់ថ្នាបឋម PLP នេះជាផ្ទាំងចូលគណនេយ្យថ្នាបឋម PLP សូមលោកគ្រូអ្នកគ្រូវាយបញ្ចូលឈ្មោះរបស់លោកគ្រូអ្នកគ្រូនៅក្នុងប្រអប់ដូច្នេះនាងខ្ញុំនឹងឧទាហរណ៍ឈ្មោះរបស់នាងខ្ញុំបន្ទាប់ពីបំពេញឈ្មោះរួចរាល់នាងខ្ញុំនឹងបំពេញលេខសម្ងាត់គឺជាលេខផ្ទាល់ខ្លួនរបស់លោកគ្រូអ្នកគ្រូបន្ទាប់ពីវាយលេខសម្ងាត់រួចរាល់សូមចុចលើប៊ូតុងចូលគណនេយ្យនៅពេលនោះយើងនឹងឃើញផ្ទាំងដើម្បីឲ្យជ្រើសរើសថ្នាក់រៀនអញ្ចឹងនាងខ្ញុំបានកាន់ពីរថ្នាក់គឺថ្នាក់ទី1ខនិងថ្នាក់ទី1កអញ្ចឹងជាឧទាហរណ៍នាងខ្ញុំនឹងជ្រើសរើសថ្នាក់ទី1ខដើម្បីចូលទៅកាន់គណនេយ្យបន្ទាប់មកនឹងឃើញមានមេរៀនជាច្រើនសម្រាប់ឲ្យសិស្សានុសិស្សអនុវត្តចឹងនៅពេលនេះគឺបានចូលនៅក្នុងថ្នាបឋម PLP យើងអាចប្រើប្រាស់បានហើយចឹងសូមអរគុណដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាហើយនឹងមានវីដេអូជាបន្តទៀតសូមអរគុណ